ថ្ងៃបុណ្យចូលឆ្នាំមិនត្រូវលេងគប់តឹងឬប៉ាំសៅដល់អ្នកប្រើប្រាស់ផ្លូវដែលនាំឲ្យមានគ្រោះថ្នាក់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវត្រូវបើកបរដោយគោរពច្បាប់ត្រូវពាក់មួកសុវត្ថិភាពទូធ្វើដំណើរជិតឬឆ្ងាយពិសេសអំឡុងពេលចូលឆ្នាំថ្មីគេពេញនិយមលេងតឹងដូច្នេះមិនត្រូវលេងគប់តឹងឬប៉ាំសៅដល់អ្នកប្រើប្រាស់ផ្លូវឡើយដែលជាកត្តានាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាដើមកន្លងមកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកត់សម្គាល់ថានៅពេលពិធីបុណ្យនានាការធ្វើចរាចរណ៍មានភាពមមាញឹកនិងមានកំណើនខ្ពស់នៅគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដូច្នេះសាធារណជនជាអ្នកប្រើប្រាស់ផ្លូវសូមកុំបើកបរលើសល្បឿនកំណត់និងកុំបើកបរដោយក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនត្រូវគោរពសិនអាទិភាពភ្លើងចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍និងសញ្ញាបញ្ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរគំនូសញ្ញាបែងចែកគន្លងផ្លូវជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបន់ការចតឬការឈុំត្រូវត្រួតពិនិត្យមុនចេញដំណើរនៅលក្ខណៈបច្ចេកទេសយានយន្តដូចជាសំបកកង់ហ្វ្រាំងភ្លើងបំភ្លឺចង្កូនអ្នកធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរទូចក្រយានយន្តទូឆ្ងាយឬចិនសូមកុំផ្ទុកអ្នកដំណើរឬទំនិញលើកំណត់ចំពោះរថយន្តដឹកអ្នកដំណើរឬដឹកកម្មករមិនផ្ទុកអ្នកដំណើរឬកម្មករលើដំបូលនិងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះផងដែរ